សួស្តីអ្នកគ្នាចូលជាមួយខ្ញុំបាទ CAA Anime ថ្ងៃនេះខ្ញុំលើកយកវីដេអូតមកសម្រាប់ជូនអ្នកទាំងអស់គ្នាមុននឹងចូលទៅដល់ការសម្រាប់ខ្ញុំសង្ឃឹមតែអ្នកគ្នាជួយចុច Subscribe ហើយលោកខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូតអូខេកុំឲ្យខាតពេលយូរយើងចូលសាច់រឿងយើងទាំងអស់គ្នាចុះសាច់រឿងនៅភាព9យើងឃើញជាមួយនឹងសេរីកំពុងតែមើលទូរស័ព្ទមើលពីខមមិនអ្នកខ្លះហ្នឹងកំពុងតែនិយាយអំពីសេរីថែអ្វីនាងមិនយកគូទៅធ្វើឲ្យនាងពិតជាធុញខ្លាំងមែនតើនឹងមនុស្សទាំងអស់នោះអង្គុយមួយស្រាប់ស្រាប់តែឃើញមនុស្សម្នាក់កំពុងតែឈរនោះហើយគឺជាយ៉ាម៉ូហើយនាងក៏បានហត់ទៅអោបទៅមិនទាន់បានអោបទេស៊ីមួយជើងរបស់នោះណាធ្វើឲ្យសេរីនាងពិតជាឈឺចាប់ខ្លាំងមែនតើនោះណានាងថាហើយថាទៀតកុំឲ្យប៉ះមនុស្សរបស់នាងយ៉ាម៉ូបានប្រាប់ថានាងកំពុងតែធ្វើអ្វីហ្នឹងនោះណានាងឆ្លើយទៅវិញថាគឺមិនអីនោះទេហើយសេរីនាងក៏បានសងមួយដៃទៅវិញទៅនោះណាក៏មិនណយដែរសងទៅវិញទៅមកតែម្ដងហើយពួកគេក៏បានឈប់ໄວគ្នាសម្ដោះសម្រួលគ្នាម្ដងតាមពិតសេរីនាងមិនមានកំណងថាចង់លុកថ្លើមនោះទេហើយនោះណានាងក៏បានសុំទោសសេរីដោយនាងមានការយល់ច្រឡំហ្នឹងណាហើយសេរីនាងក៏បានដាក់ចេញបាត់ទៅមិនចង់នៅរំខានគេនោះទេនៅពេលកំពុងតែដើរនៅយ៉ាម៉ូក៏បានហាយនាងថាឲ្យឈប់សិនមកគឺគាត់ចង់សុំទោសរឿងនោះណាមិញផងចឹងហើយគាត់ពិតជាសុំទោសខ្លាំងមែនតើដោយសេរីនាងបកស្រាយថាមិនអីនោះទេហេតុអ្វីបានជាលោកមកទីនេះយ៉ាម៉ូគាត់ថានោះណាធុញគាត់ចោលគាត់បាត់ហើយមិនដឹងទៅទីណានោះទេដោយសេរីនាងនិយាយថាមិនអីនោះទេទៅខារ៉ាអូខេជាមួយនឹងនាងនៅពេលពួកគេដល់ខារ៉ាអូខេហើយនោះនាងក៏បាននិយាយថាចាំស្ដាប់នាងច្រៀងនៅពេលសេរីនាងបញ្ចប់ការច្រៀងនាងក៏សួរទៅយ៉ាម៉ូថាពីរោដែរឬទេយ៉ាម៉ូបានឆ្លើយថាអូក៏មិនដឹងថាបត់នោះបត់អ្វីនោះទេធ្វើឲ្យសេរីពីនេះពិតជាក្តៅខ្លាំងមែនតើខំច្រៀងស្ដាប់មួយថ្ងៃអត់ស្ដាប់ពេលនោះនាងថាដល់វេនលោកម្ដងហើយនៅពេលដល់វេនយ៉ាម៉ូច្រៀងម្ដងគាត់ច្រៀងមួយដូចមនុស្សកំពុងតែស្មូតចឹងហើយពួកគេបានបញ្ចប់ការច្រៀងមានបរិម្នាក់មកហៅសេរីដោយគោះទ្វារយ៉ាងខ្លាំងហើយសេរីនាងថាគេមកហើយធ្វើឲ្យយ៉ាម៉ូបច្ចុប្បន្នខ្លាំងមែនតើសួរសេរីថាតើគេជានរណាហើយសេរីនាងថាពេលនេះគួរតែសម្លាប់គេហើយយ៉ាម៉ូគាត់បាននិយាយថាចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងផងនៅពេលគាត់បើកទ្វារមកគាត់បាននិយាយថាសេរីថានាងកំពុងតែនៅជាមួយនឹងណាហើយសេរីនាងឆ្លើយថាពេលនេះលោកគួរតែស្លាប់ហើយនៅពេលសេរីនាងវាយមកចាំមកក៏ហក់ទៅរងហើយប្រូប៉ែវ៉ែនតាហ្នឹងក៏និយាយថាមានរឿងអីកើតឡើងហើយសេរីនាងថាគ្មានពេលរាយរាប់នោះទេលោកនាងក៏ត្រៀមការវាយប្រហារជាលើកទី2ហើយយ៉ាម៉ូក៏បានប្រាប់ថាឆាប់រត់ទៅរត់ឲ្យលឿនតាមតែអាចធ្វើទៅបានហើយពេលពួកគេមកដល់កន្លែងស្ងាត់ហើយនោះគាត់ក៏បានសួរទៅយ៉ាម៉ូថាតើលោកឯងត្រូវជាអ្វីនឹងនាងយ៉ាម៉ូបានប្រាប់ថាមិនត្រូវជាអ្វីនោះទេគាត់បានប្រកែកថាវាមិនពិតនោះទេហេតុអ្វីបានជាលោកមកទីនេះហើយក៏មិនដឹងថាអារម្មណ៍ពេលនេះគាត់កំពុងតែកាត់អ្វីនោះទេលើសេរីយ៉ាម៉ូបានសួរគាត់ថាតើជារឿងអ្វីអាចប្រាប់គាត់បានទេគាត់បានរៀបរាប់ថានៅពេលពួកយើងបានជួបគ្នានោះខ្ញុំបានដើរដួលហើយសេរីនាងថាលោកពិតជាមញោមខ្លាំងណាស់ហើយពួកគេក៏នាំគ្នាមកផឹកទឹកក្រូចមួយកន្លែងនៅពេលកំពុងតែរៀបរាប់នោះសេរីនាងក៏បានរកឃើញពួកគេគឺនៅទីនេះហើយសេរីនាងថាលោកមកទីនេះធ្វើអីមនុស្សកុហកដែលសេរីកំពុងនិយាយនោះយ៉ាម៉ូក៏បានលួចចុចនាឡិកាសេរីបន្ថែមទៀតថានាងគឺជាបិសាចពេលនេះលោកត្រូវស្លាប់ហើយដោយសេរីនាងស្ទុះមកយ៉ាងលឿនដើម្បីតម្រង់រកយ៉ាម៉ូដោយនៅពេលនោះនាងនាងក៏បានហក់ចង់មកយ៉ាងលឿនដើម្បីជន់សេរីឲ្យជាប់នៅមួយកន្លែងនោះណានាងបាននិយាយថានាងមិនអាចទុកឲ្យមនុស្សរបស់នាងនៅជាមួយនឹងអ្នកដតីនោះទេសេរីនាងថាហេតុអ្វីនោះណានាងមកជ្រៀតជ្រែករឿងរបស់គេអញ្ចឹងនោះណានាងនិយាយថាបើនាងមិននៅទីនេះទេសេរីឯងអាចសម្លាប់ពីអ្នកនោះបានចឹងហើយនាងត្រូវតាមផ្លូវមើលហើយអាគីរូគេក៏បានបញ្ឈប់ថានេះជាកំហុសរបស់គេនោះគេអ្នកបានកសាងកំហុសនេះមកធ្វើឲ្យអ្នកទាំងពីរមើលមុខតែម្ដងអាគីបន្ថែមទៀតថាបើគេមិនលងស្នេហ៍សេរីនោះទេក៏នាងមិនស្ថិតក្នុងស្ថានភាពបែបនេះដែរហើយសេរីនាងថាចាប់បិទមាត់របស់លោកទៅហើយអាគីក៏បានរំលឹករឿងនៅពេលនោះដោយពួកគេបានគិតផ្ទុំទន់គ្នាថាដោយអាគីគិតថាមនុស្សម្នាក់នេះពិតជាល្អខ្លាំងណាស់ហើយសេរីនាងក៏បានគិតដែរថាបរមអ្នកនេះមានចិត្តទូលាយហើយសេរីនាងបាននិយាយថានេះគឺជាកំហុសរបស់នាងនោះទេដោយសាររូបនាងគឺចង់យកគាត់ធ្វើជាកូនចៅរបស់នាង
ហើយសេរីនាងក៏បានសុំទោសអាគីទៅហើយសេរីនាងក៏បានសុំឲ្យនូណាដោះលែងនាងបានទេហើយយ៉ាម៉ូក៏បានធ្វើได้អូខេដែរហើយសេរីនាងបន្ថែមទៀតថាចាប់ពីថ្ងៃនេះទៅយើងមិនបាច់ជួបគ្នាទៀតទេហើយរឿងទាំងអស់នោះឆាប់បំភ្លេចវាចោលទៅយើងមិនមែនជាស្នេហាហើយយើងក៏មិនមែនជាមិត្តភក្តិដែរតែពេលនេះនាងត្រូវចាកចេញដោយការបំភ្លេចរឿងទាំងអស់នោះហើយអាម៉ូក៏បាននិយាយកាត់ពួកគេថាមិនបាច់ចាំបំភ្លេចនោះទេអ្នកអាចសម្រួលគ្នាបានអីតាពេលនេះអ្នកអាចចាប់ដើមសារជាថ្មីបានសេរីនៅពេលពួកគេនៅទល់មុខគ្នាសេរីនាងបាននិយាយថានាងគឺជាបិសាចហើយនាងមិនអាចចាក់ចេញដោយរឿងទាំងអស់នេះមិនទាន់ដោះស្រាយនោះទេដោយសេរីអ្នកឃើញរឿងទាំងអស់នោះធ្វើឲ្យនាងគឺដងហោយំតែម្ដងដោយនិយាយថានាងមិនអាចបំភ្លេចរឿងទាំងអស់នោះបានទេដោយសារវាគឺពិបាកនឹងបំភ្លេចខ្លាំងណាស់អារម្មណ៍ល្អទាំងអស់នោះដោយអាគីគាត់ឆ្លើយទៅវិញថាមិនអីនោះទេពួកគេពេលនេះអាចធ្វើជាមិត្តនឹងគ្នាបានបើមិនយល់ទោះអីនាងអាចយកគាត់ធ្វើជាកូនចៅរបស់នាងហើយសេរីនាងថាតើលោកគិតច្បាស់ដែរឬទេមកធ្វើជាកូនចៅរបស់នាងហើយអាគីគឺបានឆ្លើយទៅវិញថាគឺគាត់ប្រកាសជាធ្វើបានហើយសេរីនាងក៏បានខំអាគីដើម្បីយកគាត់ធ្វើជាកូនចៅរបស់នាងហើយនោះណានាងបាននិយាយថាអូពេលនេះនាងមិនទាន់បានយកឈាមរបស់យ៉ាម៉ូនោះទេសេរីនាងមកនិយាយថាតើពួកយើងទៅខារ៉ាអូខេដើម្បីជួបលៀមអបអរកូនថ្មីរបស់នាងអូខេសាច់រឿងយើងមានតែប៉ុណ្្នឹងអ្នកនរគ្នាពីខ្ញុំបាទស៊ីណាមេសូមជម្រាបលាអ្នកនរគ្នាបាយបាយ